chỉ ấn đã xa bò miền cứ mình đại bàn chụp tê tiền đấy cứ mình đại bàn chụp tê cứ cả lần này ở phục trong miền chất chia tè chán bàn phơi ca sai san ở vợ từ lư con sấy trongอายุ 9 ឆ្នាំបាទនៅផ្ទះជន់រងគ្រោះតែម្ដងហើយមួយវិញទៀតបងប្អូនជាទីគោរពអ្វីដែលយើងក៏លេចឃើញនៅកែវភ្នែកគួរឲ្យរណិតរបស់ក្មួយស្រីពិតគួរជាទីពន់ពេកណាស់អ្វីដែលយើងបានឃើញនៅក្នុងការ live នេះបងប្អូនហើយគួរឲ្យអាណិតអាសូរជាពន់ពេកនៅជីវិតដ៏កំសត់ឪពុកបានស្លាប់ចោលម្ដាយនោះបានមានអ្នកក្រោយណាបានមានអ្នកក្រោយប៉ុន្តែអ្នកក្រោយមិនប្រកបដោយធម៌ទេអ្នកក្រោយនេះជាចិត្តទេរឆានអ្នកក្រោយនេះបាទជាឪពុកចុងដែលបានប្រព្រឹត្តរឿងមិនល្អទៅលើក្មួយស្រីដែលជាកូនចុងបាទបណ្ដាលឲ្យគាត់នឹងបើនិយាយជារួមទៅគឺពិបាកទទួលយកណាស់ទៀតហើយខ្ញុំពិបាកបរិយាយណាស់បាទឥឡូវនេះជីតាឲ្យលោកយាយបាទយាយគាត់បង្កើតជំរាបសួរបងជំរាបសួរបងស្រីអូនជំរាបសួរក្មួយបងក្នុងអ្វីដែលបងបានទទួលជ្រាបនឹងតើបងដឹងរឿងហេតុនឹងច្បាស់ការថាប្រកប 100% ទេមើលទៅបងដឹងបងថាប្រកប 100% ពីព្រោះក្មេងវាអត់ដែលមកផ្ទះខ្ញុំទេពីព្រោះវានៅតែជាមួយម៉ែនិងជាមួយឪចុងវាដល់ហើយថ្ងៃដែលខ្ញុំទៅសិលហ្នឹងពីល្ងាចថ្ងៃ7 រោចថ្ងៃ7 រោចម៉ែឪវាឆ្លោះគ្នាមកដេកនៅផ្ទះបងអូនខ្ញុំនេះនៅដេកផ្ទះបងអូនខ្ញុំដល់ហើយថាបាទដេកខ្ញុំទៅវាឆ្លោះគ្នាដល់ឆ្លោះគ្នាមកថ្ងៃទៅរកវាថ្លាកៃអត់ទេថ្ងៃ7 រោចនិយាយពីថ្ងៃវាឆ្លោះគ្នាហើយនោះអូនហើយដល់ថ្ងៃព្រឹកឡើងថ្ងៃ8 រោចបានយើងទៅវត្តយើងត្រូវវាថ្លាដល់ហើយវាមកដេកនៅនឹងឆ្លោះគ្នាដល់ហើយម៉ែចាស់វាហ្នឹងនិយាយវាថាសុំសំឡំបន្តិចបានបន្តិចឲ្យចៅហូបខ្ញុំថាអូននេះយើងគ្រូសាតែមួយចុងហ្នឹងមែនតែខ្ញុំប្រពន្ធខ្ញុំនេះបាទគាត់សុំទៅយកទៅឲ្យកូនហូបចៅហូបឲ្យយកទៅអូននៅផ្ទះដែលញ៉ាបងអូនថៃខ្ញុំនេះដល់ព្រឹកឡើងវាទៅវិញដល់ម៉ែវានិយាយប្រាប់ម៉ែចាស់វានិយាយប្រាប់ថាកូនព្រឹកម៉ែទៅការគេនៅមានហេតុការមានហេតុដល់ខ្ញុំមកពីវត្តវិរិបខ្ញុំរៀបចេញទៅវាមកហាក់ហ្នឹងមកថាខ្ញុំទៅដែរខ្ញុំនឹកភ្នោភ្លាមថាធ្វើទៅបើកទ្វារបងខាងមិនមែនខាងកង់បើកទៅឃើញនិយាយវាឃើញមិនបានកូនបានទៀតទៅដែរថាកូនឯងជាប់រៀនកូនថាខ្ញុំសុំច្បាប់គេហើយវាក៏អត់ប្រាប់យើងក្នុងពេលហ្នឹងដែរបើប្រាប់យើងក្នុងពេលហ្នឹងយើងក៏កកកាយក្នុងពេលហ្នឹងអត់បានតែការទេបាទទៅដល់វាហែកហ្នឹងវាលេងជាមួយអាប្អូនបងច្រូនមួយវាថាបងសាយឲ្យចង់ខ្ញុំចាប់លូបខ្ញុំតែចាំលូបខ្ញុំមីបងលូបទៅគាត់និយាយប្រាប់អ្នកណាវានិយាយប្រាប់បងច្រូនមួយវាដល់អាបងច្រូនមួយវាបងតាមមួយខែ2 ខែវាអាចដឹងជាងវាចឹងវាជីមកប្រាប់ឲ្យចាស់វាប្រាប់តាវាទៀតប្រាប់តាវាក៏ប្រាប់ខ្ញុំក៏ស្វាយអោបចៅយាយវាថាអោបចៅយំហ៊ូទាំងអស់គ្នាយំហ៊ូអស់គ្នាឃើញថាកូនឯងក៏មិនប្រាប់ឪពេលនោះកូនពៅហើយកូនឯងប្រាប់ឪកូនឯងក៏ប្រាប់ឪក្នុងពេលកូនឯងក៏ប្រាប់ឪក្នុងពេលលេងភ្លាមកូនពៅថាអត់ហ៊ានប្រាប់ថាយំអាណិតកូនហើយខ្ញុំទេមកអាប្អូនខ្ញុំនេះទេមកលេងអាប្អូនខ្ញុំទេទៅលេខខ្ញុំថារោលេខសារព័ត៌មានខ្ញុំថារោបបានខ្ញុំថាក្តៅភ្លាមឲ្យចុះបានអត់មានទៀតអត់មានខ្ញុំបើកតាមអាស្អីមើលមិនឃើញដល់បានខ្ញុំមកតែតកូនខ្ញុំថាខ្ញុំមានខ្ញុំមានភ័យចាំមកខ្ញុំព្យាយាមដល់បានខ្ញុំទៅឃើញអណាបងអូនហើយអំពើអាក្រក់អំពើយងភ្នងឪចុងបងធ្លាប់ជាឪចុងគេដែរតែបងគ្មានទេអូនបងគ្មានទេបងគ្មានអំពើអាក្រក់បងជាតិនេះបងប្រាថ្នាមិនឲ្យជប់ដិតដល់យល់ឃើញពួកដេរឆានយ៉ាងដូចនេះទេអូនហើយអូនបងអាណិតចៅពេលដែលគាត់ធ្វើសកម្មភាពនៃការចាប់រំលោភបរិស័ទសន្តិវៈទៅលើក្មួយស្រីហ្នឹងតើថ្ងៃទីម៉ានវាទៅថ្ងៃទី7 រោចថ្ងៃ7 រោចព្រឹកឡើងថ្ងៃ8 រោចវាមករកយើងទេចាំបាញ់ថ្ងៃអាចទៅថ្ងៃទៅមុនមកអាទិត្យអូនមកអាទិត្យថ្ងៃ8មើលនិយាយអត់ខ្លះទេថ្ងៃ8នោះថ្ងៃ8 រោចយើងទៅវត្តចាខ្ញុំទៅវត្តចេញពីវត្តមកលោកឆាន់ហើយមិនចុះដើររកវាគ្រប់ថ្នាក់រកអត់ឃើញហ្នឹងមិនកាញ់3 រោចអូនសប្តាហ៍និយាយតាមការតាមមុនត្បូងខ្ញុំទៅរកក៏អត់ឃើញក៏មិនឃើញហ្នឹងក៏ខ្ញុំក៏មកវិញទៅចុះពីវត្តមកថាមាន4 5 ឲ្យចៅចាយណាត់នឹកគ្នាណាត់ឲ្យអាណាត់នឹកចៅនឹកថ្ងៃនោះថានឹកចៅនឹកខ្ញុំថានឹកចៅអញទៅរកចៅចាយរកគ្រប់ថ្នាក់សួរក្មេងៗក៏វា
វាថានោះថាមែនទេមិនចៅនិយាយទេពើមិនចៅនិយាយទេនឹងមែនទេក៏នំងំគាត់ក៏មកផ្ទះមកក៏មកទាំងក៏មកក៏ខ្ញុំតាក៏ពុកខ្ញុំទៅផ្ទះនេះតែអូនទៅ គាត់មិនទៅដែរ ខ្ញុំថាទៅទេ ឥឡូវចេះបើសិនជាថ្ងៃនេះប្រហែលជាគាត់ចាំតែថ្ងៃរួចថ្ងៃអីទេ7 8ហ្នឹងគឺគាត់ចាំទេបងប្អូនណាបាទហ្នឹងហើយឥឡូវចេះបងប្អូននៅក្នុងព័ត៌មានមួយនេះគឺករណីឪពុកចាប់រំដោកកូនស្រីចុងណាស្ថិតនៅខាងភូមិ ធ្លាប់ច្រកទេក្រុងកបាត់ បាទបានប្រមាណដងបើយើងបើតាមអ្វីដែលគាត់ប្រាប់ មីអូនប្រាប់ថា2 ដង 2 ដងប្រមាណកូន ប្រាប់និយាយលឺ ប្រមាណកូន 2 ដង 2 ដងគាត់ធ្វើមិនខ្លះកូន ពេលម្ដង មុនបងវាធ្វើម៉េចកូន មុនបង ពេលលើកទី1គាត់ចាក់មកលោកខ្ញុំមកពេលលើកទី2ក៏គាត់មកឯ មកឯងទាំងឯងគម្រាមថ្ងៃមិនខ្លះឆ្លើយមើលលឺ ថាបើហ៊ានស្រែកគាត់សម្លាប់ខ្ញុំ មើលលឺគូអីមើលគិតមើល បាទបងប្អូនជាទីគោរពអ្វីដែលបងប្អូនបានឮ មិនតើ បាទការសម្ភាសរបស់ខ្ញុំមិនហ៊ានដាក់ការចោទប្រកាន់ទាំងស្រុងទេប៉ុន្តែខ្ញុំសនំពរដល់អាណាព្យាបាលលោកយាយលោកតាដែលជាអាណាព្យាបាលទីណាអាចយកគាត់ទៅពេទ្យណាឲ្យវាជាក់ស្ដែងបាទឲ្យជាក់ស្ដែងទៅណាយកគាត់ទៅពេទ្យឲ្យជាក់ស្ដែងបាទព័ត៌មានមួយនេះបងប្អូនវាអសូរចិត្តណាស់យើងក្នុងនាមជាឪពុកទោះបីតែវាចង់ក៏ពិតមែនប៉ុន្តែសូមឲ្យមានសិលធម៌វិជ្ជាជីវៈក៏ដូចជាក្នុងនាមជាឪពុកនឹងណាទោះបីតែមិនល្អគ្រប់10ក៏ដោយយ៉ាងណាក៏ដោយកុំដល់ថ្នាក់នឹងទៀតហើយថាម្ដាយនោះមិនទៅធ្វើការងារអីទេបងប្អូនដើរផឹកអាឡេអាឡូននឹងតែម្ដងចឹងជីវិតក្មួយស្រីដបងឡើយឪពុករបស់គាត់ស្លាប់ឈឺមែននឹងជំងឺមែនបាទ វាមួយយ៉ាងវាខូចចិត្តអារឿងវាលែងលះគ្នាដល់លែងលះគ្នាទៅវាចោលមកវាអានោះវាដើរផឹកទៅឈូទៅងាប់ទៅក្រុមគ្រាងាប់ទៅ កូននឹងរស់នៅនឹងជាមួយកូនបងឯងបកើតឬក៏ចូលកូនភាសារងថ្ងៃនេះ កូនភាសានឹងកូនភាសា ចង់និយាយតែម្ដាយមីអូននឹងរងថ្ងៃកូនភាសាបងឯងទេ ដល់កូនភាសា ចាកូនផ្សារ កូនភាសាបងឯងទេសម្រាប់ពុកគាត់បកើតនឹងគឺកូនបងឯងបកើត អាស្លាប់កូនខ្ញុំកើត បាទបងប្អូនជាទីគោរពដឹងហេតុដឹងផលតិចហើយសម្រាប់ក្មួយស្រីដែលជាចៅរបស់គាត់នឹងឪពុកបានស្លាប់ត្រូវជាកូនបងស្រីបកើតបន្ទាប់ពីឪពុកស្លាប់គាត់ទៅនៅជាមួយម្ដាយជាស្លាច់ជាកូនប្រសារបស់បងស្រីនឹងទេណាអញ្ចឹងអាភាពថ្នាក់ថ្នមឬក៏ការចិត្តដិតគ្នារៀងរយាលបន្តិចដែរអានឹងយើងមើលឃើញប៉ុន្តែផ្ទះមិនឆ្ងាយពីគ្នាទេឆ្ងាយទេបងឆ្ងាយទេពីអូន នឹងជើងចិត្តហ្នឹង បាទចឹងចិត្តគ្នាដែរទេគាត់ថាចៅគ្នាទៅនៅខាងនោះណាសម្រាប់គាត់ក៏គាត់មិនហ៊ានអាកាព្រោះថាកូនយើងវាអស់កូនយើងហើយគាត់ថាឈាមយើងគឺចៅយើងហើយ ហ្នឹងហើយ គាត់មិនបានហៅមកអោបសោបនៅក្រោមដំបូលផ្ទះតែមួយទេទៀនគឺគាត់នៅផ្ទះរបស់គាត់ប៉ុន្តែឪពុកនឹងបានធ្វើសកម្មភាពចំនួន2ដងតាមការលើកឡើងរបស់ក្មួយបាទអញ្ចឹងសូមឲ្យមន្ត្រីពាក់ព័ន្ធក៏ដូចជាក្រសួងកិច្ចការនារីមន្ត្រីកិច្ចការនារីខេត្តស្វាយរៀងបាទសូមមេត្តាមានចំណាត់ការក៏ដូចជាមានវិធានការមកផងបាទខ្ញុំក៏មិនទាន់ដឹងថា 100% ដែរប៉ុន្តែអ្វីដែលជាការលើកឡើងបើមិនមានបញ្ហានឹងកើតឡើងគឺគាត់លើកមិនលើកមកនិយាយទៅទៀតព្រោះនេះជារឿងកិត្តិយសនេះជារឿងមុខមាត់សំខាន់ណាស់ណារឿងមុខមាត់សំខាន់ណាស់អញ្ចឹងបន្ទាប់ហើយខ្ញុំនឹងសនំពរឲ្យគាត់ទៅពេទ្យដល់ណា បងអូនហើយឥឡូវថ្ងៃហ្នឹងបងអូនឯងឈឺទៅទេពឹងឲ្យលុយនៅសល់ប្រហែលពើនៅសល់បាន 10000 ណាអូនដល់អត់មានខ្លាចគេយកអត់ទៅធ្វើខ្សោបចៃខ្លាចគេយកលុយទៀតអូនហើយ ឥឡូវ អត់លុយខ្សត់ណាអូនហើយ និយាយតែខ្ញុំអត់ភាពទេនិយាយត្រង់ដល់ប្រាប់គាត់ ដល់ចង់មើលខ្សត់មែនអូន មិនថ្នាំពេទ្យនេះខ្ញុំដេកស្ដោកហើយដៃទៅដល់ឡើងមិនថ្នាំពេទ្យ ឈឺគាត់រងឲ្យឈឺហើយខ្សត់មែនពើហើយពើមានហើយបងរង បាទបង ឲ្យកូនចាំ អានេះយោបល់បងទៅណាហើយនឹងយោបល់ខ្ញុំប៉ុន្តែអ្វីដែលថាបងមិនមានលទ្ធភាពក្នុងការបញ្ជូនទៅអានឹងកុំអាលអី បាទ បាទបន្ទាប់មកប្រហែលជាមានចំណាត់ការពីមន្ត្រីហើយ បាទ ដើម្បីគេកសលវិច័យ បាទ បាទហើយសកម្មភាពរបស់គាត់នឹងតើគាត់ប្រព្រឹត្តបានស៊ីជម្រៅឬក៏វាអត់ស៊ីជម្រៅ វាអត់ដឹងយើងវាចឹងយើងអត់ដឹងវាគាត់តែក្មេងនិយាយ តែបើសិនជាយើងមើលឃើញអាការៈក្មេងដូចជាមិនស៊ីជម្រៅទេអានេះជាទុកឲ្យបញ្ហានេះដល់នេះចោះប៉ុន្តែខ្ញុំក៏ចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនចេះណាមុននឹងសម្រេចចិត្តរើសគូសកលគួរណាស់មើលពីអត្តចរិតបុគ្គលនោះដែរណាអានេះគិតថាឪពុកស្លាប់ចោលទៅហើយវាតបកិច្ចត្រូវមានគូសកលទៀតត្រូវមានដៃគូជីវិតទៀតបើយើងលមាស់អស់អេសនឹងវាមិនបាត់ណាបើយើងវាកើតលមាស់នឹងអេសវាមិនបាត់
ចឹងយើងវាត្រូវរកដៃជួយអេខ្នងអីវាមិនដល់អីចឹងណាយើងជាស្ត្រីណាបាទអញ្ចឹងបើក៏យកជាបុគ្គលដែលមានព្រំវិហារធរមានទឹកចិត្តបុណ្យផងទៀតហើយវាលើលោកនេះវាអត់មានអីថាមួយនឹងមួយទេបងណាបាទវាមានហើយថា2 3ប៉ុន្តែពេលខ្លះគេចេះជ្រើសរើសបាទហើយបុគ្គលដែលគេរើសយកមកដាក់ក្នុងជីវិតនឹងគឺជាបុគ្គលដែលល្អគួរជាទីមោទនភាពគួរជាទីគោរពរបស់កូនចៅប្រុសស្រីមនុស្សចំនួនក្រោយបាទដូចមិញខ្ញុំបានឮការពោលរបស់បងបានបញ្ជាក់ថាបងក៏ជាអ្នកក្រោយជាមួយបងស្រីដែរហ្នឹងហើយបងអ្នកក្រោយតើអូនអញ្ចឹងបងអត់ហ៊ានអាកាត់ថាចំណាស់ដាច់ខាតត្រូវតែយកចៅមកនៅជាមួយទេហ៊ានតែអូនបាទព្រោះបងជាអ្នកក្រោយរបស់បងស្រីបាទគ្រូសាបងស្លាប់ហ្នឹងហើយស្លាប់ហើយបាទតែផាំងបងស្រីហ្នឹងគាត់ក៏ស្លាប់ដែរស្លាប់ហ្នឹងហើយនឹងព្រាត់ស្លាប់ណាតែបងចាប់ដៃគ្នាអ្នកក្រោយបងមិនសូវហ៊ានអាកាត់ទេលើកអូនលើកអីនិយាយទៅបាទនិយាយកូនមិញឈ្មោះអីចៅមិនឈ្មោះអីមកបើកូនឯងតែមកអីកូនទៅពុកឈ្មោះស្រីនាងបាទអូនស្រីនាងចាំស្រីនាងអាចារ្យចាំស្រីនាងបាទចាំស្រីនាងបាទចាំស្រីនាងតែខ្ញុំមិនដឹងព្រោះវាមិនមែនជាកូនរបស់ខ្ញុំបង្កើតព្រោះអត់ដឹងថាកូនចុងបងកូនចុងកូនបង្កើតយាយហ្នឹងស្លាប់ហើយអត់ដឹងប្តីចោតយកនឹងអាយុទេចាអត់ដឹងអាយុទេព្រោះថាអាយុមីកូនស្រីនោះក៏ខ្ញុំមិនដឹងដែរព្រោះកូនភាសារបស់យាយហ្នឹងព្រោះខ្ញុំបានយាយហ្នឹងក្រោយដែរបាទអរគុណត្រង់30ជាងមិនដឹងនិយាយថាមិនដឹងមកទៅពើមាសណាតែល្អដែរបាទបងប្អូនជាទីគោរពណាអធិស្ឋានបងប្អូនដោយសារមកខ្ញុំថាចេញពីលើឈ្មោះមួយស្រីអញ្ចឹងខ្ញុំមិនឲ្យលឺចេះចុះទេណាបាទដូចជាបងអញ្ចឹងគាត់មានព្រំវិហារធរចេះឈឺចាប់ចេះឈឺឆ្អាលជាមួយនឹងគ្រួសារប៉ុន្តែទីបំផុតសម្រាប់អនាគតក៏ដូចជាបុណ្យនៃគុណតម្លៃណាបុណ្យនៃគុណតម្លៃនេះបាទគឺគាត់អត់ទទួលបានសេចក្តីសុខពីឪពុកចុងក៏ដូចមេដាទេទៀតហើយកើតមកលើលោកនេះតែមួយក្រោមមេឃតែមួយតែវាសនាខុសគ្នាត្រង់ចំណុចកន្លែងនេះដូចបងបានបញ្ជាក់ថាពាក្យក្រុមងយថាសក់រលោងដោយសារប្រេងសក់ស្ងួតថេងនៃសាខ្យល់អំពើផ្អែមនៃសាគល់ចិត្តខ្លាយខ្វល់ដោយសារស្រីសោយត្រីព្រួលអ្នកកំចោលសកាសោយត្រីប្រាអ្នកកំចោលស្កៃស្លមជូកំចោលជូសណ្ដានលវិញមែនឆ្ងាញ់ពាក្យនេះបង្កប់អត្តន័យឲ្យដាស់តឿនសម្តិសម្បញ្ញៈឲ្យកូនខ្មែរជ្រើសរើសយកពាក្យហ្នឹងឲ្យយកពិចារណាដើម្បីព្រៀនប្រៅកូនចៅទៅចំនួនក្រោយខ្ញុំឆ្លាញ់ណាស់ពាក្យតាក្រុមងយបើសិនជាខ្ញុំចេះខ្ញុំជប់លោកតាក្រុមងយឲ្យរស់ឡើងវិញលោកហើយខ្ញុំជប់ឲ្យគាត់រស់ឡើងវិញខ្ញុំស្ដាយគាត់ណាបងរៀនទៅបងរៀនបងទិញមួយក្បាលបងស្ដាយណាស់អូនហើយបងស្ដាយពាក្យគាត់ហើយស្ដាយអាយុជីវិតគាត់អីក៏ខ្លីម៉េះអ្នកល្អមិនក៏ថាឆាប់ទៅបាត់ម៉េះបាទតោះបងប្អូនរឿងនេះបងប្អូនណាបើតាមតការពិតអាយុក្មួយស្រីទៅតែ9ឆ្នាំត្រូវបានលោកឪពុកចុងណាចិត្តខ្មៅតេរិឆាននឹងបានចាប់រំលោភខ្សែសន្និវៈចំនួន2ដងនៅផ្ទះជនរងគ្រោះដែលស្ថិតនៅខាងភូមិថ្លោកសង្កាត់ច្រកទេសក្រុងប្រវត្តិបាទចំនួន2ដងសម្រាប់ម្ដាយនោះគាត់ជាមនុស្សញៀនស្រាទៅហើយគឺគាត់បានដឹងរឿងព័ត៌មាននេះដែរតែគាត់អត់ហ៊ានមាត់ទេគាត់មិនបានរាយការណ៍ទៅប្រាប់មន្ត្រីមានសមត្ថកិច្ចទេសម្រាប់បងប្រុសគាត់ត្រូវជាចេតាគាត់បានឈឺឆ្អាលយកព័ត៌មាននេះទៅប្រាប់ដល់លោកមេភូមិរងបែរជាទឹកចិត្តលោកមេភូមិរងបានប្រើវាចាមួយម៉ាត់ថាវាចាមួយម៉ាត់យ៉ាងខ្លីថាបងប្អូនវាចារបស់គាត់លោកមេភូមិរងវិចាររបស់គាត់ដឹងមិនទេគាត់ថាសម្រួលទៅបងប្អូនជាទីគោរពបើគោក្បីស៊ីស្រូវណាអស់ពី3ហត្តាឬមួយងារណានិមួយគឺសម្របសម្រួលវាមានន័យណាយើងបញ្ចប់តែនេះជារឿងកិត្តិយសរឿងអនាគតរបស់កុមារតើឯណាទីថ្នាក់ដឹកនាំបើគាត់ប្រើពាក្យមួយម៉ាត់ថាសម្របសម្រួលបើសិនជាកូនគាត់បាទអានេះចៅគាត់លើកចៅគាត់គិតយ៉ាងណាគាត់គិតមិនខ្ញុំមកគាត់តែលឺនិយាយខ្ញុំអ៊ូដើមកខ្ញុំកងតបទៅវិញណាបងប្រុសបាទខ្ញុំប្រងតបវិញបើខ្ញុំគេថាតម្រៃវាឌូលហើយយើងលើកបាញ់រួចណាហើយសុំទឹកចាំមកផ្សាយនៅសារព័ត៌មានដើម្បីឲ្យដឹងទូទាំងប្រទេសមើលបាទតើលោកអនុភូមិលោកនិយាយចឹងមានអត្តន័យអីត្រូវជាមេភូមិណៃត្រូវជាអនុភូមិណៃធ្វើចឹងមិនធំទេបាទ
hay lúc anhบอกชมgì chẳng hay lúc anh bộ lúc anh khăn xong lúc anh thấy xong thấy đó xong gì tu trang hay ở đó thằng này cả lại dưới đó thằng này បាទ vô mình thấy trắng này đây mà phơi tay đây chả do đâm bay bao sầm rọc sầm vui trắng បាទបងប្អូនមិនមែនថានេះទេគាត់មិនមានបំណងណាទៅខឹងអីទេសម្រាប់បងប្រុសដែលជាត្រីជាតាប៉ុន្តែអ្វីដែលកើតឡើងសម្រាប់គាត់និងគ្រួសាររបស់គាត់និងចៅរបស់គាត់គឺគាត់ទទួលយកមិនបានចឹងគឺគាត់រត់រផ្លូវច្បាប់ប៉ុន្តែទៅដល់អ្នកច្បាប់ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានបែរជាប្រើភាសាថាសម្របសម្រួលទៅអានឹងវាមិនស្មើគោអ្នកស្រុកប្រឡែងស៊ីស្រូវបងប្អូនអ្នកស្រុកឲ្យអស់តែមួយងារណានីមួយនោះទេណាបាទតម្លៃនឹងសំយើងប្រើភាសាហ្នឹងតែតម្លៃនេះគឺតម្លៃអនាគតណាកិត្តិយសមុខមាត់របស់ក្មេងណាបាទប្រមុខរាជរដ្ឋាភិបាលក៏ដូចជាប្រមុខថ្នាក់ដឹកនាំ không vì nếu baoសម្ដេចហ៊ុនសែនពីដល់សម្ដេចនាយករដ្ឋមន្ត្រីសូមឲ្យតាមដាននៅពាក្យសម្ដីដែលខ្ញុំនិយាយនេះទៅលើអនុភូមិធ្លាប់ម៉ែថាខ្ញុំមិនប្រាំងទេប៉ុន្តែគាត់ខ្ញុំឲ្យតាមដាននៅពាក្យសម្ដីដែលគាត់និយាយពាក្យហ្នឹងទី1គឺកាយចរិត ឲ្យសូមឲ្យកាយចរិត បាទ ខ្ញុំមិនចង់ឲ្យថាឲ្យគាត់ឈប់ពីតំណែងទេប៉ុន្តែខ្ញុំចង់ឲ្យគាត់កាយចរិតគាត់ឲ្យលេងប្រើភាសាថាសម្រួលយើងដោះស្រាយគ្នាទៅដើម្បីទៅលើកឲ្យផលពីទីនោះខ្ញុំថាបើចំពោះខ្ញុំវិញខ្ញុំជាមាសសុទ្ធខ្ញុំមិនចេះអសរមែនប៉ុន្តែខ្ញុំតាំងចិត្តថាមាសសុទ្ធមិនខ្លាចលេង បាទបងជាទីគោរពបាទសម្រាប់បងប្រុសគាត់មានបញ្ហាចៅគាត់ត្រូវបានលោកអាឲ្យចុងតែរិឆានបើហៅលោកឪពុកដូចពេកវិញអាងាប់ ចូលងាប់ហៅឪពុកអី បាទអាមុខងាប់វាចាប់ណាប្រព្រឹត្តធ្វើរឿងមិនល្អគាត់មិនដឹងថារត់ទៅណាមានតែរត់ទៅរកមេភូមិប៉ុន្តែមិនចំមេភូមិចំមេភូមិរង ចំអនុភូមិ អនុភូមិបាទទៅដល់អនុភូមិគាត់ថាអញ្ចេះថាឲ្យសម្រួលគ្នាទៅសម្របសម្រួលគ្នាទៅអានឹងដូចខ្ញុំបញ្ជាក់ថាបងប្អូនអានឹងបើសិនជាគោឬក៏បីអ្នកស្រុកស៊ីស្រូវបងប្អូនវាអស់តាមអាកូនងារតូចណានេះមួយអានឹងវាសម្រួលត្រូវបានវាដុសបានព្រីកជីព្រីកអីទៅតែអនាគតក្មេង អនាគតចៅខ្ញុំអញ្ចឹង បាទហើយវ័យប៉ុណ្ណឹងបងប្អូនរៀនអ្នកគ្នាខំរៀនបានថ្នាក់ទី3ដែរ9ឆ្នាំវាត្រូវហើយណាបាទ6ឆ្នាំចូលរៀន3ឆ្នាំបានថ្នាក់ទី3អញ្ចឹងមកដល់វ័យប៉ុណ្ណឹងជួបរឿងដល់អកុសលជួបរឿងដល់មងសៅជួបរឿងដល់ខ្មៅងងឹតអញ្ចឹងតើបើសិនជាចំកូនរបស់បងប្អូនតើយើងអាចទទួលយកបានទេពិតជាបងប្អូនថាទទួលយកបានទេហើយចុះហេតុអីបានទៅរត់រោមន្ត្រីថ្នាក់ដឹកនាំហើយលោកប្រើភាសាអញ្ចឹងបាទអត់សមទេបងណា ខ្ញុំជាកូនលោកខ្ញុំប្រើភាសាអញ្ចឹងតែលោកព្រមដែរអី បាទចំណុចត្រង់ចំណុចកន្លែងនេះខ្ញុំអត់ចង់បន្តការលើកឡើងទេប៉ុន្តែខ្ញុំសូមឲ្យមន្ត្រីទាំងអស់ក្នុងនាមជាអាណាព្យាបាលណាបំរើប្រជាពលរដ្ឋឥឡូវខ្ញុំមិនបាច់ថាបំរើទេជួយមើលថែប្រជាពលរដ្ឋបំរើគីឡូវាធ្ងន់ពេកណាបាទជួយមើលថែប្រជាពលរដ្ឋអត់ណាស់ក៏ថានេះបងទៅចំណុចកន្លែងនេះណាបងឯងទៅនេះទៅកន្លែងនេះទៅដាក់ពាក្យបណ្ដឹងចេះទៅឲ្យគេកសលវិច័យចេះទៅអានឹងខ្ញុំគាត់តែណែនាំបងទេប៉ុន្តែបើខ្ញុំទទួលពាក្យបណ្ដឹងពីបងគឺមិនបានទេបាទខ្ញុំគាត់ថាបានដឹងឮអន្តរាគមជួយតែជួយបងបានណា ហាឡើងស្រួល ព្រោះយើងជាសសរកឡោងរបស់ប្រជាពលរដ្ឋហើយចុះបើប្រើពាក្យអញ្ចឹងមិនស្មើបាត់អង្គមកកំប៉ុង ចៅរបស់ខ្ញុំផង បាទមិនស្មើកិត្តិយសដែលអង្គមកកំប៉ុងខ្ចាយផងហីណាអង្គមកកំប៉ុងណាគេចាយកំពុបនៅក្តារវាលស្រូវមួយដៃយើងកើបយកមកឲ្យមន់ឲ្យអីស៊ី ស៊ីបានហើយគេមើលកើបអីបានអី ហើយកិត្តិយសហើយបើប្រើភាសាអញ្ចឹងទៅស្មើនៃនឹងបបាក់ទឹកចិត្ត នៅបាក់ទឹកចិត្ត ជន់ពលិចបាទអញ្ចឹងសូមឲ្យមន្ត្រីមិនមែនខ្ញុំនិយាយថា ហើយមិនមែននិយាយមិនទូទៅទេនិយាយតាម ម្នាក់ តាមម្នាក់ទេ បាទហើយ ត្រីអនុភូមិធ្លាប់ បាទ និយាយប្រាប់ត្រង់ចឹងមិនមែននិយាយប៉ះពាល់ដល់មន្ត្រីណាទេ បាទ សូមទោះមន្ត្រីគ្រប់យន្តថាដែលនិយាយធ្វើល្អតែបើមន្ត្រីណាដែលធ្វើអាក្រក់បើខ្ញុំមិនទាន់ដឹងសូមកែសម្រួលតែបើខ្ញុំដឹងខ្ញុំក៏កោកែចេញតាម Facebook ហើយ បាទអរគុណច្រើនបងអានេះទីទឹក